ក្តីស្រឡាញ់គឺជាធម៌ពលដែលធ្វើឲ្យអ្នកបោះជំហានទៅមុខគ្រប់យ៉ាងដែលអ្នកចង់ខ្លាចជាចង់ធ្វើនិងចង់មានសុទ្ធតែទទួលបានមកពីក្តីស្រឡាញ់បើគ្មានក្តីស្រឡាញ់អ្នកក៏នឹងមិនមានចលនាគ្មានធម៌ពលអ្វីជំរុញឲ្យអ្នកក្រោកពីដំណេកទៅធ្វើការដើរលេងរាំច្រៀងជជែករៀនសូត្រស្ដាប់ភ្លេងឬធ្វើអ្វីទាំងអស់នៅក្នុងជីវិតអ្នកគ្រាន់តែជារូបចម្លាក់មួយប៉ុណ្ណោះគឺមកពីធម៌ពលវិជ្ជមាននៃក្តីស្រឡាញ់នេះហើយដែលជួយរុញច្រានឲ្យអ្នកធ្វើចលនាកសាងនូវធម៌ពលលើកទឹកចិត្តឲ្យអ្នកចង់ខ្លាចជាអ្វីចង់ធ្វើអ្វីនិងចង់មានអ្វីធម៌ពលវិជ្ជមាននៃក្តីស្រឡាញ់សាងគ្រប់យ៉ាងដែលល្អប្រណិតបង្កើនអានុភាពវត្ថុល្អប្រណិតហើយអាចកែប្រែផ្លាស់ប្ដូរស្ថានភាពអវិជ្ជមានផ្នែកណាមួយនៃជីវិតរបស់អ្នកបានអ្នកមានអំណាចធម៌ពលមកពីលើសុខភាពរាងកាយរបស់ខ្លួនលើឋានៈទ្រព្យសម្បត្តិលើអាជីពការងាររបស់អ្នកលើសម្ព័ន្ធភាពនិងលើអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកហើយធម៌ពលនៃក្តីស្រឡាញ់នេះវាមានស្រាប់នៅក្នុងខ្លួនរបស់អ្នករួចទៅហើយបើអ្នកមានអំណាចកំណត់ជីវិតខ្លួនឯងហើយអំណាចនោះគឺមានស្រាប់នៅក្នុងខ្លួនអ្នកចុះហេតុអ្វីក៏ជីវិតអ្នកគ្មានអស្ចារ្យអ្វីសោះដូច្នេះហេតុអ្វីក៏ផ្នែកផ្សេងនៃជីវិតរបស់អ្នកគ្មានអ្វីល្អប្រសើរដូច្នេះហេតុអីក៏អ្នកមិនអាចមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការហេតុអ្វីក៏អ្នកមិនអាចធ្វើកិច្ចការសពយ៉ាងដែលខ្លួនចង់ធ្វើហេតុអីក៏អ្នកគ្មានអារម្មណ៍មិនគប់ចិត្តចំពោះជីវិតប្រចាំថ្ងៃចម្លើយគឺអ្នកមានសិទ្ធិជ្រើសរើសបានអ្នកអាចជ្រើសរើសបានថាតើខ្លួនអាចស្រឡាញ់និងប្រើធម៌ពលវិជ្ជមាននេះស័ក្តិសមទៅនឹងតម្លៃដែរឬទេមិនថាអ្នកដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកមួយថ្ងៃមួយនាទីអ្នកតែងតែធ្វើការជ្រើសរើសជានិច្ចដោយពុំមានការលើកលែងឡើយរាល់លើកដែលអ្នកចង់ជួបប្រទះនឹងអ្វីល្អនៅក្នុងជីវិតបានន័យថាអ្នកស្រឡាញ់នឹងបានប្រើអំណាចនៃធម៌ពលនៃក្តីស្រឡាញ់នេះរាល់លើកដែលអ្នកជួបប្រទះនឹងរឿងរ៉ាវមិនល្អគឺអ្នកមិនស្រឡាញ់ហើយលទ្ធផលក៏ចេញមកជាអវិជ្ជមានក្តីស្រឡាញ់គឺជាដើមកំណើតនៃសុភមង្គលផងទាំងពួងនៅក្នុងជីវិតកង្វះខាតក្តីស្រឡាញ់គឺជាដើមកំណើតវត្ថុអវមង្គលទាំងឡាយនិងក្តីទុក្ខលំបាកផងទាំងពួងគឺជាការគួរឲ្យសោកស្ដាយណាស់ដែលសពថ្ងៃនេះមនុស្សភាគច្រើនលើលោករួមទាំងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនាពេលកន្លងមកមិនព្រមទទួលស្គាល់និងមិនបានយល់អំពីអំណាចនៃក្តីស្រឡាញ់នេះអ្វីប៉ុន្មានឡើយក្តីស្រឡាញ់ជាធម៌ពលដ៏មានអានុភាពខ្ពស់បំផុតនៅលើលោកប៉ុន្តែមានគេស្គាល់ពីវាតិចបំផុតនៅលើលោក